របៀបបង្កើត WhatsApp ប្រហែលវីដេអូកន្លងមកនេះបងប្អូនបានទស្សនានៅវីដេអូចាំមែករបស់ខ្ញុំដែលតាក់ទងទៅនឹង account Facebook ក៏ដូចជាការបង្កើតនៅ account Facebook ថ្មីការផ្លាស់ប្ដូរ password ការ add email ឬក៏លេខទូរស័ព្ទចូលហើយនៅក្នុងនោះក៏វាបានផ្ញើលេខកូដទៅតាមរយៈ WhatsApp អញ្ចឹងណាហើយវាពិបាកចំពោះបងប្អូនណាដែលអត់ទាន់មាន WhatsApp នៅលើទូរស័ព្ទដៃហើយអត់ទាន់ចេះបង្កើតហើយនៅក្នុងវីដេអូនេះដើម្បីជាភាពងាយស្រួលខ្ញុំនឹងបង្ហាញពីរបៀបបង្កើត WhatsApp ថ្មីដោយតាមរយៈទូរស័ព្ទគឺងាយស្រួលមែនទែនហើយចំពោះបងប្អូនដែលអត់ទាន់មាន WhatsApp បែរមានបំណងចង់បង្កើត WhatsApp នោះគឺអាចទស្សនានៅវីដេអូនេះបានអញ្ចឹងកុំឲ្យខាតពេលវេលាយូរដើម្បីចង់ដឹងថាការបង្កើត WhatsApp ឲ្យបានងាយស្រួលយ៉ាងណានោះទៅតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាបាទតើបងប្អូនត្រូវមាននៅ app WhatsApp សិនបាទហើយបើសិនជាបងប្អូនមានទេបងប្អូនអាចទៅ down នៅ Play Store ក៏បាន App Store ក៏បានអញ្ចឹងខ្ញុំ down នៅក្នុង App Store ហើយខ្ញុំចូលនៅកន្លែង search ខ្ញុំវាយថា WhatsApp ជាពាក្យ WhatsApp អញ្ចឹងខ្ញុំឃើញខ្ញុំគ្រាន់តែ click មកបាទនេះគឺជារូប logo របស់ WhatsApp Messenger អញ្ចឹងណាបងប្អូនគ្រាន់តែ click មកបងប្អូន down ទុកនៅក្នុងទូរស័ព្ទដៃគឺជាការស្រេចបន្ទាប់ពីបងប្អូន down បានហើយបងប្អូនចេញពីកម្មវិធីមកបងប្អូនចូលទៅកាន់ WhatsApp ដើម្បីបង្កើតនៅ WhatsApp ជាមួយនឹងខ្ញុំទាំងអស់គ្នាជាគណនីដែលយើងត្រូវ link ជាមួយនឹង Facebook អញ្ចឹងចូលមកដល់កន្លែងនេះបងប្អូនយកពាក្យថា agree and continue មកបាទចូលមកដល់កន្លែងនេះគឺតម្រូវឲ្យយើងភ្ជាប់ជាមួយនឹងលេខទូរស័ព្ទអញ្ចឹងបងប្អូនយកពាក្យថា OLO សិនមកបាទហើយបន្តមកទៀតនៅកន្លែងខាងលើនេះគឺជាកន្លែងដែលយើង set នៅ country ឬក៏ប្រទេសហ្នឹងដើម្បីវាយក barcode ប្រទេសរបស់យើងហ្នឹងគឺបងប្អូនត្រូវដាក់ពាក្យថា Cambodia ហ្នឹងហើយបន្ទាប់ពីបងប្អូន search នៅពាក្យ Cambodia បានហើយវានឹងចេញនៅលេខ barcode របស់យើងបូក855អញ្ចឹងនៅកន្លែងនេះបងប្អូនអាចវានៅលេខទូរស័ព្ទបងប្អូនបានហើយបញ្ជាក់ចំពោះលេខក្បាលលេខ0ហ្នឹងបងប្អូនមិនបាច់វាទេបងប្អូនដាក់ថាឧទាហរណ៍បើ010បងប្អូនដាក់លេខ10អញ្ចឹងមកហើយលេខទូរស័ព្ទតបងប្អូនយកពាក្យថា next បាទហើយបន្តបងប្អូនរងចាំយូរបន្តិចដែរបាទចូលមកដល់កន្លែងនេះគឺអត់មានអីទេបងប្អូនយកថា skip តាមខ្ញុំមកបាទហើយបន្តមកទៀតបងប្អូនយកពាក្យថា skip restore ហ្នឹងមកបាទហើយចូលមកដល់កន្លែងនេះបងប្អូនយកពាក្យថា continue ទៅគឺវាគ្រាន់តែប្រាប់ថាយើង access ជាមួយនឹងលេខទូរស័ព្ទដែលយើងបាន save លើទូរស័ព្ទដែរបើសិនជានេះបងប្អូនយកពាក្យថា save all នេះមកបាទហើយកន្លែងនេះគឺបងប្អូនវាបញ្ចូលនៅឈ្មោះគណនី WhatsApp របស់បងប្អូនណាបងប្អូនដាក់ឈ្មោះអីក៏បានដែរបើសិនជាមិនបញ្ហាទេបងប្អូនអាចដាក់ជាឈ្មោះផ្ទាល់របស់បងប្អូនទៅងាយស្រួលក្នុងការបងប្អូនចំណាំអញ្ចឹងណាបន្តបងប្អូនយកពាក្យថា done បាទហើយចូលមកដល់កន្លែងនេះបងប្អូនយើងចាំយូរបន្តិចសារវាកំពុងតែ process មកដល់កន្លែងនេះគឺជាកន្លែងដែលឲ្យ save pass key ណាជាមួយបងប្អូនដែលប្រើ iPhone តែជួបអញ្ចឹងមកចុចខ្វាយមកហើយយកពាក្យថា not now តាមខ្ញុំបងប្អូនបាទហើយចូលមកដល់កន្លែងនេះគឺឲ្យ add email បើសិនជាបងប្អូនអត់តន់ add ទេបងប្អូនអាចយកពាក្យថា not now បានបាទអញ្ចឹងបន្ទាប់ពីយើងបានធ្វើប្រមាណជំហានមកគឺយើងទទួលបាននៅ WhatsApp មួយដែលជា WhatsApp ដែលភ្ជាប់ជាមួយនឹងលេខទូរស័ព្ទរបស់យើងគឺជាកណនីផ្ទាល់ខ្លួនអញ្ចឹងបងប្អូនអាចរក្សាទុកប្រើប្រាស់បានបាទអូខេអញ្ចឹងបន្ទាប់ពីបងប្អូនបានបង្កើតនៅ WhatsApp បានហើយបងប្អូនអាចទុកប្រើប្រាស់ដូចជាប្រើប្រាស់ជាមួយនឹង account Facebook ផងដែរក្នុងការដែលយើងផ្លាស់ប្ដូរ password ក៏ដូចជាផ្លាស់ប្ដូរ email ឬក៏បង្កើតនៅ account Facebook ថ្មីអញ្ចឹងគឺវាទាមទារលេខកូដទៅតាមរយៈ WhatsApp អញ្ចឹងបងប្អូនបាទអញ្ចឹងវីដេអូនេះក៏ឈានចូលមកដល់ទីបញ្ចប់សង្ឃឹមថាអ្វីខ្ញុំបានចែកម្លែកគឺជាចំណែកមួយជួយឲ្យបងប្អូនអរគ្នាអាចចេះទទួលបាននូវចំណេះដឹងថ្មីៗអញ្ចឹងបងប្អូនបាទកុំភ្លេចចុច like share និង follow ដើម្បីទទួលបាននូវវីដេអូថ្មីៗចែកម្លែកបន្ថែមពីខ្ញុំទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ